สบายบ้องสบายไปไงอยู่ป่าเคยผมยังเหมือนกันเนี่ยการเงียบจำไงnhưng là bộ tích đấy mà vậy đi bà xa là đại hàng cà phê dương miền cả công ty ra bà miền mình đôi bay trời bà ở bao sát đâu giờ chắc lấy cái này bà miền của mình sẽ đã chun là bong bồn mà dương chia sẻ này để tăng để control cho mình cà phê bia one cà phê bà miền đây bị sai sẹo một thì bia one này miền mà miền chỉ riêng rồi khai này mà đâu mà trong đằng đó màនេះគឺជាbà con bên tên ចង់កាពីការដែល bà con តែងតែចូលរួមចំណែកនេះជាមួយនឹង Multivia1 តាមរយៈបងប្អូនរបស់យើងដែលគាត់អញ្ជើញមកពិសាភេសជ្ជៈកាហ្វេមិនថាភេសជ្ជៈគ្រប់ភេសជ្ជៈទាំងអស់ដែលនៅទីនេះបាទមួយកែវគឺ100រៀលបាទ100រៀលដើម្បីចូលរួមជាមួយនឹង Multivia1 ជាការរួមចំណែកមួយជួយដល់សង្គមរបស់យើងបាទអរគុណមែនតើបាទអរគុណទឹកប្រាក់ចាយមែនតើបាទសក្ខានេះអូកើនទៀតបាទរហូតដល់ចិត្ត40រៀលបាទហើយថាវិការនេះទៀតសោតគឺបានការចូលរួមពីបងប្អូននឹងឯងបាទបានឃើញស្ដាប់ហើយបាទពីមួយថ្ងៃទៅមួយថ្ងៃគឺតែងតែមានការគ្រប់គ្រងច្រើនមែនតើពីសំណាក់បងប្អូនប្រតិជនដែលអ្នកដែលបម្រើការងារធ្វើការងារលក់ដូរអាជីវករនៅទីនេះហើយក៏មានបងប្អូនយើងមកពីខាងក្រៅដែរបាទគាត់ស្គាល់កន្លែងនេះទីតាំងនេះហើយគាត់មកពិសាកាហ្វេហើយគាត់បានរួមចំណែកជួយដល់សង្គមបាទទីបាយឃើញថាហ្វេចទេបាទ100ដើម្បីមកជា VR1 បាទហើយគោលដៅរបស់យើងគឺអប់រំសុខភាពនិងបរិស្ថានគឺចង់ជួយខ្លាំងមែនតើខ្ញុំឃើញអតិថិជនគាត់តែនិយាយថាហាង VR1 កាហ្វេតូចតែមានភាពកក់ក្ដៅក្ដៅបាទជាការពិតក្រៅពីស្រឡាញ់ហ្មងការពីរសជាតិហ្នឹងគឺស្នាមញញឹមនឹងហេតុតែតែងតែផ្ដល់ជូនទៅដល់អតិថិជនហើយជាពិសេសគឺផ្ដល់ស្នាមញញឹមទាំងអស់នេះជូនទៅដល់កុមារកម្ពុជារបស់យើងទូទាំងប្រទេសរាល់មន្ទីរដែលមន្ទីររបស់ VR1 ទៅដល់ទីណាស្នាមញញឹមរបស់កាហ្វេ VR1 ទៅដល់ទីនោះទេបើគិតទៅគឺមន្ទីរថ្លៃម្ដងគុណយ៉ាងជឿជឿមែនទេព្រោះហាងកាហ្វេ VR1 គឺជួយមែនទេទៅគឺមួយឆ្នាំជាងហើយបាទមួយឆ្នាំជាងពេញបឹបហ្មងយើងនឹងបន្តជួយរហូតដល់យើងបរិសាខាទៀតដោយសារយើងមានគម្រោងបរិសាខានៅទូទាំងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងមន្ទីរអាចនឹងមានការកើនឡើងជាលំដាប់តាមរយៈបងប្អូនរបស់យើងដែលគាត់អញ្ជើញទៅពិសានៅសាខាផ្សេងតាមរយៈកាហ្វេ VR1 របស់យើងបាទអូបាទពិតជារំភើបសប្បាយរីករាយមែនទែនដែល VR1 កាហ្វេគិតថាមាននៅគម្រោងនៅក្នុងការបរិសាខាហើយគឺនៅតែបន្តការគាំទ្រជួយរហូតបាទជួយបាទក៏សូមជម្រាបទៅកាន់ពុកម៉ែបងប្អូនផងដែរថាសម្រាប់មូលនិធិ VR1 នៅថ្ងៃ1មិថុនាឆ្នាំ2025ខាងមុខនេះយើងនឹងគៀងគរកញ្ចប់ថវិកាចំនួន$6,000ជួយទៅកាន់មន្ទីរពេទ្យគុណធបុប្ផាបាទហើយនៅថ្ងៃទី14មិថុនាផងដែរនោះក្រុមយុវជនរបស់ VR1 ក៏ធ្វើការបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិប្រឈាមផងដែរអញ្ចឹងបានន័យថានៅក្នុងខែ6យើងមានព្រឹត្តិការណ៍2ទី1គឺបកគលកញ្ចប់ថវិកាចំនួន$6,000ជួយគុណធបុប្ផានិងទី2បរិច្ចាគឈាមចេញមកចូលរួមផងបាទអរគុណចូលរួមជានិច្ចបាទខានពេលវេលាបងប៉ុណ្ណេះចុះអរគុណច្រើនសម្រាប់ការចំណាយពេលវេលាហើយក៏ដូចជាបានបកគលថវិកាជូនទៅកាន់មន្ទីរអរគុណបងអរគុណ